បាទសូមគោរពជំរាបសួរពុកម៉ែពុំមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចង់បង្ហាញអំពីការដាំដុះដំណាំហូបផ្លែមុនពេលរដូវវស្សាចាប់ផ្ដើមបាទហើយខ្ញុំដាំនេះគឺនៅខែ3យើងនេះបាទកាលពីអាទិត្យមុនបាទសប្តាហ៍ទី1ហើយមូលហេតុដែលខ្ញុំធ្វើវីដេអូនេះឡើងគឺខ្ញុំចង់បង្ហាញអំពីការដាក់ដាំដំណាំពីរប្រភេទនោះគឺមានដំណាំតបែកដែលជាទូទៅខ្ញុំតែងធ្វើវីដេអូអំពីការថែទាំការវេចខ្ចប់អញ្ចឹងណានិងការដាក់ជីហើយនេះខ្ញុំធ្វើវីដេអូដើម្បីអំពីការដាំដុះហើយមូលហេតុដែលខ្ញុំធ្វើពីការដាំដុះហ្នឹងគឺជាធម្មតាយើងដឹងហើយនៅក្បែរលបងដែលយើងមានកន្លែងចន្លោះទុកចោលយើងអាចដាក់ដាំបាទដំណាំតបែកបាទដែលជាដំណាំហូបផ្លែមួយដែលមានការពេញនិយមនិងចូលចិត្តបាទហើយនេះរណ្ដៅខ្ញុំកាត់ជារង្វង់បាទហើយកុំឲ្យជ្រៅពេកបាទមិនឲ្យដល់កន្លះម៉ែត្រទេហើយការប្រើប្រាស់ជីទ្រាប់បាទហើយខ្ញុំយកជីដីរឹងសើមដីខ្មៅដើម្បីនៅពេលដែលយើងដាក់ដាំទៅឬដំណាំនៅបើឆាប់ចាប់ឬបាទនេះហើយបន្ទាប់ពីដាក់ដាំខ្ញុំយកឲ្យក្របយកអីចឹងកុំឲ្យមានអីមកកាយបាទហើយខ្ញុំដាក់ទៅតាមជួរលបងដោយវីដេអូខ្ញុំបានធ្វើនេះអញ្ចឹងមានកន្លែងសេះសល់លបងយើងអាចដាក់បានបាទនេះហើយដំណាំតបែកនេះគឺមានទីផ្សារហាងឆេងល្អហើយអាស្រ័យទៅលើពូជជាអត់ក្របអញ្ចឹងទៅគីមជូរូប៊ីអញ្ចឹងទៅហើយនេះខ្ញុំដាំនេះគឺពូជរូប៊ី10បាទដោយសារថាពូជរូប៊ីកន្លែងខ្ញុំដាំទៅផ្លែធំមានរសជាតិផ្អែមឆ្ងាញ់បាទនេះហើយកន្លែងនេះខ្ញុំដាក់ជាង3ម៉ែត្របាទខ្ញុំដាក់ម្ដងភាសាពូជរូប៊ីនេះគឺឆាប់លូតលាស់ល្អហើយនេះដើមនេះគឺខ្ញុំដាំកាលពីឆ្នាំមុនគឺមុនចូលឆ្នាំបាទឡើយដើមធំហើយបាទហើយផ្លែខ្ញុំបេះបាន2វីដងហើយគ្រាន់តែអត់ទាន់ច្រើនដោយសារតែឆ្នាំដំបូងបាទហើយដើមផ្លុកមកផលហើយក៏មានក្តាប់ចាប់ដើមមកហើយប៉ិនមេជើងខ្ញុំចាប់ដើមច្រកបាកាពីប្រភេទរុយតិចផ្លែនេះខ្ញុំដាំការខែ10បាទដើមនេះឥឡូវចាប់ដើមឡើងក្តាប់អីចឹងមិនទាន់បានមួយឆ្នាំត្រឹមត្រូវទេបាទហើយអាស្រ័យលើការថែទាំរបស់យើងដែរមានការដាក់ជីដែរខ្ញុំចូលធ្វើវីដេអូបង្ហាញហើយជីខ្ញុំសូមបញ្ជាក់មកខ្ញុំដើមខ្ចីអញ្ចឹងខ្ញុំប្រើជីលីបមុខមាន់ប្រើអាចមាន់បាទដើម្បីធ្វើវាងាយស្រួលស្រូបយកសារធាតុចិញ្ចឹមព្រោះអាចមាន់មានជាស៊ូតច្រើនហើយនេះផ្លែបាន4ផ្លែខ្ញុំច្រកបាទនេះខ្ញុំធ្វើវីដេអូនេះឡើងគឺគ្រាន់តែចង់ចែកម្លែកអំពីដីគៀនលបងនៅទៅនេះគួរដាក់តបែកទៅហើយនេះវាសិតខ្ញុំដាំពីខែ10នឹងមកជាមួយ4-5ដើមមិញហ្នឹងបាទនេះហើយខាងនោះគឺទៀបហើយបាទដំណាំមួយប្រភេទដែលខ្ញុំចង់បង្ហាញគឺដំណាំទៀបបាទទៀបនៅក្នុងទីផ្សារគឺមានតម្លៃថ្លៃដែរដោយសារជាប្រភេទដំណាំមួយឆ្នាំឲ្យផលម្ដងហើយទៀបស្វិតនេះយើងស្រួលដាំណាជាងតបែកផងបាទដាក់ទៅគឺដុះដោយសារដើមទៀបគឺវាធន់នឹងអាកាសធាតុហើយតម្លៃលើទីផ្សារអីទៀបស្វិតបើយើងទុកឲ្យល្អពេញរូបពេញរាងពេញផ្លែគឺ1គីឡូអាចចូលជា8,000ទៅដល់10000ហ្នឹងខ្ញុំធ្លាប់ទិញនៅលើទីផ្សារប៉ុន្តែយើងបេះលក់អីខ្ញុំអត់ធ្លាប់ទេដោយសារខ្ញុំដាំហូបខ្លួនឯងហើយសល់ក៏ចែកបងប្អូនហ្នឹងបាទនេះបាទហើយខ្ញុំមានវីដេអូប៉ុណ្្នឹងឯងពាក់ព័ន្ធជាមួយនឹងដំណាំដែលខ្ញុំដូចតែចង់ឲ្យពុកម៉ែពុកមីងបងប្អូនដាំវាងាយស្រួលនៅតាមផ្ទះបាទហើយសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបាទសូមជួយចុច like និង subscribe អ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗប្រព័ន្ធពីការដាំដុះការថែទាំដំណាំបាទសូមអរគុណបាទ